សូមចំណានពរញាតិញោមពុទ្ធបរិស័ទនេះគឺជាសកម្មភាពដែលខ្ញុំកណាអាត្មាភាពណាជាគណៈគ្រប់គ្រងនៅក្នុងវត្តទូជ័យតំណាងឲ្យប្រសង់ព្រមទាំងលោកគ្រូអាចារ្យតំណាងឲ្យញាតិញោមពុទ្ធបរិស័ទចំណុះចុះជើងវត្តទូជ័យទាំងមូលក៏បានផ្ដួចផ្ដើមប្រពធ្វើពិធីសង្ឃៈសង្គ្រោះជូនទៅដល់ញោមអាចារ្យនូច័យដែលគាត់មានជំងឺប្រចាំកាយដែលគាត់មានជំនាយុ83ឆ្នាំដោយប្រសង់ព្រមទាំងលោកគ្រូអាចារ្យញាតិញោមពុទ្ធបរិស័ទរិចដល់គុណូបការៈណាចំពោះញោមអាចារ្យនូច័យខំខ្នះខ្នែងពួនដៃគ្នាណាផ្ដួចផ្ដើមកសាងវត្តទូជ័យតាំងពីបាតដៃទទេរហូតមកដល់ពេលបច្ចុប្បន្ននេះឥឡូវនេះគឺលោកយាយលោកតាញាតិញោមពុទ្ធបរិស័ទណាមិនភ្លេចនៅគុណូបការៈអញ្ចឹងទេមានតែណាធ្វើសង្ឃៈធម៌មានដូចជាបច្ច័យ4តែយទានបន្តិចបន្តួចបានអំពីសពរោះញាតិញោមប្រុសសេទីចិត្តទីឆ្ងាយបានចូលរួមហើយនេះគឺជាសកម្មភាពដើម្បីបកគលសម្ភារៈមួយចំនួនព្រមទាំងបច្ច័យសម្រាប់នៅនឹងញោមស្រីឬមួយក៏កូនចៅប្រុសស្រីដែលបីបាច់តាមថែរក្សាញោមសម្រាប់ភេសជ្ជៈឬមួយក៏ចាត់ចែងតាមតម្រូវការហើយក៏សូមអរគុណនៅគុណូបការៈលោកយាយលោកតាដែលបានចូលរួមជួយជាសង្ឃៈតហតិចក្តីច្រើនក្តីតាមកម្លាំងសទ្ធាជ្រះថ្លារបស់ញាតិញោមពុទ្ធបរិស័ទជាចុងក្រោយនេះគ្មានអ្វីនឹងតបស្នងឆ្លងសទ្ធាញាតិញោមទេមានតែជូនបុណ្យជូនកុសលពធ84000បឋមខណ្ឌជួយយិត្តយោងសន្តោសជាពិសេសទុសបារមីដែលថែរក្សានៅក្នុងវត្តទូលជ័យទុសបារមីគ្រប់ឋានទាំងអស់ជាពិសេសគឺទេវតាមានរិទ្ធដែលមានពិតនៅលើលោករាជខ្ចសាទេវីបីបាច់តាមថែរក្សាឃុំក្រងថែរក្សាដល់ញោមអាចារ្យនូច័យពធ84000បឋមខណ្ឌជួយរញច្រាននៅជំងឺដង្កាត់ញោមឲ្យជាលហិតជាលហើយចាប់ពីថ្ងៃនេះតរៀងទៅជួបតែពុទ្ធពរទាំងឡាយ4ប្រការយុវណ្ណៈសុខៈពលៈកំបីអខានឡើយសូមអនុមោទនា